ចាប់ផ្ដើមខ្សែរឿងរបស់យើងនៅអេពីសូតទី16 System ប្រាប់ទៅកាន់ចៅហ្វាងគួរទៅដាក់មេប្រួយទៅប៉ុន្តែចៅហ្វាងក៏បានតបថាបើទៅជារតនាក៏ដោយក៏រត់មិនរួចឡើយយល់ឡាគួរតែប្រឈមមុខជាមួយនឹងគេទៅអ្វីដែលសំខាន់ថាចាម្នាក់នេះមានការពាក់ព័ន្ធជាមួយនឹងការស្លាប់ឪពុករបស់គេដូច្នេះនៅពេលនេះគេក៏មិនកំសាករតនាឡើយនៅពេលនេះចៅហ្វាងគេក៏កាន់ដាវរបស់គេដើរចូលទៅអ្នករកគ្នាក៏បានគិតថាចៅហ្វាងប្រឈមមុខជាមួយអ្នកមាន level King Wu បើទៅបីជាដឹងថាគ្មានគីឡូក៏ដោយប៉ុន្តែគេនៅតែហ៊ានតើគេឈួតហើយមែនរីឯតាចាស់ចៅយិនចាប់ផ្ដើមបញ្ចេញដាវព្រះតតរះមកនឹងក៏ដៀលថាត្រឹមតែជាសម្បត្តិក្មេងប៉ុណ្ណឹងគាត់ប្រើប្រាស់តាមចលនាតែប៉ុណ្ណោះក៏ស្បៃហើយពួកគេក៏បានគិតថាចៅយិនបច្ចុប្បន្នប្រើប្រាស់នៅដាវស្រមកពន្លឺព្រះអាទិត្យមើលទៅប្រជាអស្ចារ្យណាស់ដោយចៅហ្វាងនៅកន្លែងពេលនេះគេបានប្រើប្រាស់ដាវរបស់គេទប់ទល់ចលឡើងហើយចៅយិននៅតែបន្តប្រើប្រាស់ដាវរបស់គាត់វាយប្រហារចេញមកច្រើនមែនតើបន្ទាប់ពីវាយចលឡើងចៅហ្វាងក៏ចាប់ផ្ដើមកិច្ចម្ដងរួចក៏វាយចលឡើងស្រែកថាបំបីទៅបន្ទាប់ពីអាចទប់ទល់ជាមួយចលនារបស់តាចាស់ហ្នឹងក៏បានធ្វើកញ្ញាវ៉ាន់ម្នាក់នេះពិតជាមានការភ្ញាក់ផ្អើលមែនតើរីឯបែអើសគេក៏និយាយថាគ្រាន់តែគេមានសំណាងតែប៉ុណ្ណោះជាមួយនៅពេលចលនាក្រោយច្បាស់ជាស្បៃហើយចៅហ្វាងក៏ស្រែកទៅកាន់ចៅយិនថាបើសិនជាគាត់មាន power តែប៉ុណ្ណឹងទេយល់គួរតែចាក់ចេញពីទីនេះឆ្ងាយទៅព្រោះបើសិនជាគាត់យកឆ្អឹងមកចោលទីនេះគ្មាននរណាគេជួយរើយកធ្វើបនឡាយនិយាយតែប៉ុណ្ណឹងហើយគេក៏សោយឌឺទៀតចៅយិនក៏តបថាឯងពិតជាជោគជាំនៅក្នុងការធ្វើយ៉ាងខ្លាំងហើយថ្ងៃនេះតើកញ្ចាស់យើងប្រកាសជាប្រឡោតស្បែកឯងប្រឡាំបើឡើយនឹងក៏យកឆ្អឹងរបស់ឯងយកទៅកាន់ឯមកខ្លាចជាផេះគាត់ក៏ចាប់ផ្ដើមហោះឡើងទៅលើបន្តមកប្រើប្រាស់នៅកម្លាំងកវីជាមួយដាវរបស់គាត់ចោលឡើងសរៃថាងាប់ភ្លាមទៅប្រើប្រាស់ជាមួយចំហាយដាវភ្លើងដែលគ្រីវាយប្រហារចេញទៅពួកគេក៏បានគិតថាបើទៅបិទចៅហ្វាងមានក្បាល3ឬក៏ក្បាល6ក៏ដោយក៏គេនៅតែមិនអាចតិចផុតអំពីសក្តីស្លាប់ឡើយស្របពេលនឹងចៅហ្វាងក៏ចាប់ផ្ដើមប្រើប្រាស់នៅនិមិត្តសញ្ញាខាការពាររបស់គេទប់ទល់ជាមួយចំហាយដាវរបស់ចៅយិនក៏បង្កើតនៅចំហាយផ្សាយហុំព័ទ្ធពីពេញទៅនឹងតែម្ដងវាក៏បានសាយភីហោះឡើងទៅលើបន្ទាប់ពីងងឹតឈឹងមើលមិនឃើញចៅហ្វាងដូច្នេះហើយចៅយិនក៏បានសន្មតថាចៅហ្វាងឯតេបាត់ទៅហើយព្រោះតែគាត់បានប្រើប្រាស់ជាមួយដាតភ្លើងឌីគ្រីបានដុតទៅកាន់គេហើយក៏ប្រហែលជាខ្លាចជាផៃហើយក៏មិនដឹងប៉ុន្តែយើងក៏លេចទៅមកចៅហ្វាងនៅដែលព្រមតែបានហោះឡើងទៅលើស្រ័យថាហ្គេមមិនទាន់ចប់ទេរួចគេក៏បានប្រើល្បឿនសម្រុកចូលមកពីក្រោយនេះពេលនោះគាត់ក៏ប្រើប្រាស់ដាវរបស់គាត់ទប់ទល់ចៅហ្វាងក៏បន្តកាប់ចុះកាប់ឡើងរួចក៏ប្រើកម្លាំងរុញទៅកាន់គាត់ថយទៅក្រោយទៅគាត់ក៏បាននិយាយឌីលទៅកាន់ចៅហ្វាងថាមិនខំប្រឹងទេមិនថាបើទៅបិទខំប្រឹងប៉ុណ្ណាចុងក្រោយតែតែជាគាត់ម្នាក់គាត់ដែលជាអ្នកឈ្នះនោះរួចក៏បានប្រើប្រាស់នៅបច្ចេកទេសរបស់គេដែលគឺជាក្រហមសឹកមាសគ្រាន់តែសឹងវាចាប់ផ្ដើមក្រហមភ្លាមក៏បានធ្វើតែចាស់ហ្នឹងចាប់ផ្ដើមប្រកាច់ប្រកាន់ទៅក្រោយបាត់ទៅហើយមិនតែប៉ុណ្ណោះទេពួកគេទាំងអស់គ្នាក៏ប្រជិមអារម្មណ៍ថាហឹងទៅជាមែនតែនហើយបរិវេណទីនេះពោពេញទៅដោយសម្រាយព្រមជាមួយនឹងចំហាយរីឯតាចាស់នឹងស្រ័យដោយការជឿចាប់មែនតែនព្រោះតែគាត់ហឹងទៅជាពេកនឹងក៏បន្តស្រ័យជាទៅកាន់ចៅហ្វាងស្រាប់ពេលចៅហ្វាងក៏ប្រើប្រាស់នៅល្បឿនរបស់គេបដិសិនទៅកាន់តាចាស់ហ្នឹងរួចក៏ប្រើប្រាស់ដាវរបស់គេព្រមជាមួយល្បឿនខ្វាយទៅកាន់តាចាស់ហ្នឹងបន្ទាប់ពីត្រូវបានខ្វាយចោលឡើងប្រហែលជា90ម៉ោងតាចាស់ហ្នឹងក៏ក្អកខីខូពេញទៅនឹងតែម្ដងព្រមជាមួយនឹងការខំសបាជាមួយចៅហ្វាងមែនតែននឹងក៏សន្យាថាប្រកាសជាឲ្យគេខ្លាចជាផេះស្រាប់ពេលចៅហ្វាងតែបន្តបដិសិននឹងក៏ហោះឡើងទៅលើស្រ័យថាដាវទាំង5រួមបញ្ចូលតែមួយរួចគេក៏បានប្រកាសជាត្រាមួយមានជាមួយនឹងចំហាយដាវទាំង5បន្តមកវាក៏រួមបញ្ចូលតែមួយទម្លាក់ចូលមកខាងក្រោមតាចាស់នឹងក៏ពិតជាផិតភ័យមែនតែនហើយពន្លឺក៏ពិតជាចែងចាំងបន្តមកយើងមើលពីយ៉ាងងាយក៏ឃើញថាដាវធំទម្លាក់ពីខាងលើមកចាក់មកកាន់ខាងក្រោមមាននៅចំហាយសាយភីពីពេញទៅនឹងតែម្ដងបន្តមកយើងក៏ឃើញថាតាចាស់នឹងនៅកណ្ដាលពេលនេះអេតេបាត់ទៅហើយមុននឹងដង្ហើមរបស់គាត់ផុតទៅគាត់ក៏បាននិយាយថានៅពេលនេះតសៃជីបចររបស់គាត់បានដាច់អស់លេងហើយនិយាយទៅប៉ុណ្ណឹងគាត់ក៏បានផុតទៅជាហេតុក៏បានធ្វើអ្នករកគ្នាពិតជាមានការភ្ញាក់ផ្អើលមែនតើនៅស្មានថាចៅហ្វាងបែរជាអាចកំចាត់នៅមនុស្សដែលមានល្បែធំជាងគេរៀបពេលអោសភ័យចង់លេងដុំទៅហើយគេបានគិតថាបច្ចុប្បន្នអាចទៅរួចទេដោយកញ្ញាសេទូវ៉ាន់ចននាងក៏បានរត់មកមើលសាកសពរបស់ចៅយៀនកញ្ញាវ៉ាន់ប្រាប់ទៅកាន់ពេលអោសថាគួរទៅដាក់មេប្រយលឿនទៅបើនៅប្រយ័ត្នទៅចៅហ្វាងចាប់ការដោយពួកយើងទាំងពីរទៀតពេលអោសរៀបចាក់ចែងទៅហើយប៉ុន្តែក៏ត្រូវបានវ៉ាន់ចនចាប់ជើងរបស់គេនិងក៏ប្រាប់ថាកុំឲ្យទៅចៅនាងអីប៉ុន្តែក៏ត្រូវបានអបណធម៌មួយជើងទៅរួចហើយអ្នកទាំងពីរក៏ចាប់ផ្ដើមហោះចាក់ចែងប៉ុន្តែចៅហ្វាងក៏មិនឲ្យពួកគេចាក់ចែងបានឡើយចាប់ផ្ដើមប្រមូលនៅចំហាយធម្មពលរបស់គេនិងក៏បានស្រែកថាបច្ចេកទេសដាវទេវភាពទាំង10បញ្ចេញជាមួយចំហាយនេះសមុទ្រខាងកានព្រមជាមួយមយូរានិងក៏បញ្ជាឲ្យវាយប្រហារទៅកាន់អ្នកទាំងពីរទៅជាលទ្ធផលអ្នកទាំងពីរក៏ត្រូវបានដួងព្រលឹងសត្វទាំងពីរនាំនៅពួកគេមកដល់កន្លែងដើមវិញទៅនៅពេលនេះអ្នកទាំងពីរពិតជាផិតភ័យមែនតើបែអាសក៏ប្រាប់ទៅកាន់ចៅហ្វាងគុំសម្លាប់គេអីគ្រាន់តែបំផ្លាញវិជាគុណរបស់គេទៅបានហើយចៅហ្វាងក៏ដៀលថាមើលទៅកាន់ឯងពិតជាភ័យដូចជាកូនសត្វទៅហើយវាពិតជាមកសាកសមជាសមាជិករបស់គ្រួសារចៅសោះបន្តមកចៅហ្វាងក៏និយាយទៅកាន់អ្នកទាំងពីរថានៅពេលនេះយើងត្រូវការអ្នកនាំសារទៅកាន់គ្រួសារចៅប៉ុន្តែយើងត្រូវការតែម្នាក់តែប៉ុណ្ណោះបន្ទាប់ពីលើកចង្កញ្ញានេះនាងក៏សុខចិត្តថាទៅប៉ុន្តែក៏ត្រូវបានអបិអោសចាក់ពេលក្រោយងាប់បាត់ទៅហើយ
ហើយគេក៏បានដើរទៅរកចៅហ្វាងដៃរបស់គេកាន់កូនក្បិតញ៉ាឆ្អែតតែម្ដងបន្ទាប់មកក៏ទម្លាក់ក្បិតចោលលុតជង្គង់ចុះហើយទៅនិយាយថាយានលីងគឺជាមនុស្សកំសាន្តដែលពេលនេះខ្ញុំក៏សុខចិត្តថាអ្នកខ្លះជាអ្នកនាំសាររបស់ចៅហ្វាងក៏ប្រាប់ទៅកាន់គេឲ្យផ្ញើសារទៅកាន់ចៅយិនសុងឲ្យគេរៀបចំនៅគេហដ្ឋាននេះបានល្អទៅនឹងក៏រងចាំយើងនៅក្នុងពេលឆាប់ៗនេះប្រកាសជាតលេងគេនៅក្នុងពេលឆាប់ៗនេះហើយអបិនឹងគេក៏និយាយថាគេយល់ហើយបន្តមកសេស្តំក៏បានអបអរសាទរទៅកាន់ចៅហ្វាងដែលបានសម្លាប់នៅចៅយានដែលមិននៅកម្រិតខេងលំដាប់ផ្កាយមួយបើទោះបីជាលេវចៅហ្វាងកាក់ក៏ដោយក៏នៅតែអាចចាប់ការបាននៅពេលនេះចៅហ្វាងក៏ទទួលបាននៅបន្ទុកពីសេស្តំ 2.3M និងក៏ទទួលបាននៅបន្ទុកដៅរបស់គេបន្ថែមចំនួន 610,000 បន្ទុកទៀតមិនតែប៉ុណ្ណោះគេក៏ទទួលបាននៅកម្ពីក្បាច់គុណចំនួន 2ដែលមួយវាក៏ជាបច្ចេកទេសសត្វបិសាចព្រមជាមួយនឹងបច្ចេកទេសបាត់ដៃលំហហើយនៅពេលនេះចៅហ្វាងក៏ឡើងទៅកាន់កម្រិតឧត្តមសេនីយ៍ផ្កាយ 6 ទៅហើយមិនតែប៉ុណ្ណោះគេក៏បានបន្តឡើងទៅកាន់ផ្កាយ 9សល់តែមួយផ្កាយតែប៉ុណ្ណោះគេក៏ឡើងទៅកាន់កម្រិតស្ដាចហើយបន្តមកនៅពេលនេះគេក៏និយាយថាឪរបស់នាងដែលគឺជាសឿតួហើយជាម្ចាស់ក្រុងអ៊ីស៊ុយគឺត្រូវបានគេសម្លាប់ចោលទៅហើយព្រមជាមួយបរិវាររបស់គេនៅពេលនេះសល់តែកូនស្រីគេម្នាក់តែប៉ុណ្ណោះបន្ទាប់ពីលឺចៅហ្វាងនិយាយចង់វ៉ាន់ជន់បច្ចុប្បន្នមែនតានហើយក៏សារពេលជាមួយគ្នាអេពីសូត 16 កន្លែងហ្នឹងអេពីសូតទី 17 វ៉ាន់ជន់នេះក៏ប្រជិតផាត់ភ័យវ៉ាទៅកាន់ចៅហ្វាងកុំឲ្យសម្លាប់នាងអីកំហុសទាំងអស់ក៏ដោយសារតែនាងភ្នែកស្អុយមិនស្គាល់ភ្នំថៃសានក៏ពោះប៉ុណ្ណាទើបបានជានាងមិនទទួលស្គាល់ចៅហ្វាងព្រមទាំងធ្វើបាបចៅហ្វាងដែលរាប់ណាឲ្យតែចៅហ្វាងទុកជីវិតនាងក៏សុខចិត្តធ្វើឆ្កែឆ្មាបំរើទៅកាន់ចៅហ្វាងជានិច្ចសូមចៅហ្វាងកុំភ្លេចថានាងក៏មានរាងកាយយិនទីងដែលអាចជំនួយទៅដល់ការវឹកហាត់របស់ចៅហ្វាងបានចៅហ្វាងក៏បានតបថាបានហើយបើទោះបីជាយើងមាននៅកិច្ចសន្យាភ្ជាប់ពាក្យគ្នាក៏ដោយប៉ុន្តែតាំងពីដើមមកខ្ញុំមិនដែលស្គាល់នាងទេហើយក៏គ្មានការខឹងសម្បារអ្វីឡើយនៅពេលនេះឪរបស់នាងងាប់ទៅហើយបានតែអ្នកគ្មានកំហុសយើងក៏មិនចង់សម្លាប់ឡើយយើងគ្រាន់តែចង់ឲ្យនាងចាក់ចេញពីទីនេះទៅឆ្ងាយនាងក៏ប្រជែងអារម្មណ៍ថាធូរទ្រង់មែនតើបន្តមកចៅហ្វាងក៏បញ្ជាក់ថាចាប់ពីពេលនេះតទៅពួកយើងទាំងពីរគ្មានអ្វីតាក់ទងនឹងគ្នាឡើយនិយាយរួមទៅចាប់គ្នាដាច់ប៉ាត់ត្រឹមនឹងតែម្ដងនៅពេលចៅហ្វាងចាក់ចេញនឹងក៏ពិតជាគុំគួនជាមួយចៅហ្វាងមែនតើរីឯអ្នកទាំងអស់គ្នាក៏គិតថាមិននឹកស្មានថាក្រៅពីចៅជៀនដែលគឺជាឪពុករបស់ចៅហ្វាងនៅកន្លែងពេលនេះបែរជាមានតែកូនប្រុសរបស់គេជាអ្នកស្នងតំណែងរបស់ឪគេមើលទៅទីក្រុងអ៊ីស៊ុយរបស់យើងមាននៅអ្នកក្លាហានដែលប្រកាន់ទៅលើយុត្តិធម៌ព្រមជាមួយនឹងការបែងចែកនៅគំនុំផ្ទាល់ខ្លួនព្រមជាមួយមនុស្សសេនចេតនាដែលដលែងពីគ្នាតែម្ដងរីវ៉ាន់ជន់នឹងក៏ប្រជែកដៅកាហាយមែនតើបន្តមកបរិវេណទីនេះវាក៏ត្រូវបានឆែវាយវ៉ាន់នៅទីនេះហើយអ្នកទាំងអស់គ្នាក៏និយាយដើមទៅកាន់នាងសាប់សេចោលឡើងជាហេតុក៏បានធ្វើវ៉ាន់ជន់កាន់តែមានកំហឹងកាន់ឡើងចងគំនុំទៅលើចៅហ្វាងមែនតើចៅហ្វាងអាចសម្លាប់នៅពុករបស់យើងបំផ្លាញនៅគ្រួសាររបស់យើងព្រមទាំងបំផ្លាញនៅការភ្ជាប់ពាក្យរវាងយើងចៅយិនសងទៀតយើងក៏ជាស៊ឺទូវ៉ាន់ជន់ក៏សុំសបត់ថានឹងតាមចងកម្មពីឯងសម្លាប់ឯងតទៅបាននឹងកលេទៅមកចៅហ្វាងនៅកន្លែងពេលនេះរបួសរបស់គេក៏មិនស្រាលឡើយបើទៅបីជាលេវែរបស់គេអាចជួយព្យាបាលរបួសក៏ដោយប៉ុន្តែដោយសារតែគេប្រើប្រាស់នៅបច្ចេកទេសដែលគឺជាសម្រេចសឹងមាសមេឃាវាក៏បានប៉ះពាល់ទៅដល់វិញ្ញាណរបស់គេនៅពេលនេះកម្លាំងរបស់គេពងតែថយហើយគឺមិនអាចត្រឡប់ទៅកាន់គ្រួសារចៅជួបជាតារបស់គេបានឡើយត្រូវតែរកទីកន្លែងណាស្ងប់ស្ងាត់ដើម្បីព្យាបាលនៅរបួសរបស់គេទៅបានដោយយើងក៏លេចទៅមួយទីតាំងកន្លែងមួយពោពេញទៅដោយផ្សែងព្រមជាមួយនឹងមេខ្មៅក្បួខ្មាញ់ហើយក៏មាននៅវត្តមានរបស់កញ្ញាស៊ឺទូវ៉ាន់ជន់នៅពេលនេះកិរិយារបស់នាងក៏ត្រូវបានផ្លាស់ប្ដូរហើយនាងក៏បោះជំហានទៅកាន់ផ្ទះមួយបន្ទាប់ពីមកដល់នាងក៏និយាយថាទីមផនរកឃើញហើយពាក្យអាចារ្យរាមបាននិយាយថាឃាតករថាវ៉ាន់គឺត្រូវបានលាក់ខ្លួននៅក្នុងទីរហោឋានអស់រាប់ពាន់ឆ្នាំមកហើយឃាតករមួយនេះពិតជាមានសមត្ថភាពណាស់សំបីតែអ្នកដែលមាន level king ក៏ត្រូវបានឃាតករមួយនេះសម្លាប់បាននៅពេលនេះនាងក៏មកពឹងអំពីឃាតករមួយនេះដើម្បីជួយឲ្យទៅសម្លាប់ចៅហ្វាងនៅខាងក្នុងយើងក៏បានឃើញថាមាននៅបុរសចំណាស់ម្នាក់ប៉ុន្តែអរិយារបស់គាត់ពិតជាចម្លែកមែនតានហើយបរិវេណនៃផ្ទះរបស់គាត់ពិតជាគួរខ្លាចបន្ទាប់ពីជួបមកដល់ហើយនាងក៏បានពឹងទៅកាន់គេឲ្យជួយសម្លាប់នៅបុរសម្នាក់ឲ្យនាងក៏បោះថងប្រាក់ទៅឲ្យគាត់ទៅគាត់ក៏បានសួរថាចង់សម្លាប់អ្នកណានាងក៏ប្រាប់ថាចៅហ្វាងនៅទីក្រុងអ៊ីស៊ុយយ៉ាងម៉េចប្រាក់ប៉ុណ្ណឹងអាចលំមសកម្មភាពបានទេគាត់ក៏ទទួលយកហើយក៏ឆ្លើយថាគ្មានបញ្ហាទេនឹងក៏ប្រាប់ទៅកាន់នាងថាមិនអីទេយើងប្រកាសជារៀបចំឃាតករឲ្យនាងនៅក្នុងពេល3ថ្ងៃចៅហ្វាងប្រកាសជាងាប់នាងក៏យកព្រមបន្តមកនិយាយថាចៅហ្វាងទីមផុតឯងក៏ទៅមិនបានយូរទេបន្ទាប់ពីឯងស្លាប់ទៅយើងប្រកាសជាបំផ្លាញគ្រួសារចៅរបស់ឯងនិងក៏បំផ្លាញអ្វីគ្រប់យ៉ាងរបស់ឯងទាំងអស់នាងក៏បានអស់សំណោចដូចជាស្រីមេធ្មប់ចឹងដោយយើងក៏លេចទៅមើលជីតារបស់ចៅហ្វាងនៅកន្លែងពេលនេះពងតែមានអារម្មណ៍ថា happy មែនតើដោយសារតែចៅប្រុសបានសម្លាប់នៅម្ចាស់ក្រុងដែលក៏ជាការគម្រាមកំហែងទៅកាន់គ្រួសាររបស់គាត់ជីសានាងក៏និយាយថាចាប់តាំងពីចៅវាយក្រុងទៅបានកំចាត់ទៅហើយប៉ុន្តែចៅហើយរវេបញ្ជាអ្នកប្រុសចៅហ្វាងមិនទាន់មកទៀតគាត់ក៏បន្តថាបើតាមការទទួលព័ត៌មានរបស់គាត់
ប្រហែលជាហ្វាងរបស់គាត់ពងតែដេញតាមនៅសមាជិកនៃគ្រួសារចៅដែលពងតែភៀសខ្លួនចង់ចាក់ចែងឲ្យមើលទៅប៉ុន្តែគាត់ក៏មិនដឹងថាព័ត៌មាននេះវាពិតក៏មិនពិតទេជាសារនាងក៏និយាយថាបើទោះបីជាវាពិតឬក៏មិនពិតក៏ដោយនាងក៏រានទៅចង់ឲ្យចៅហ្វាងត្រឡប់មកវិញយ៉ាងឆាប់រហ័សតែប៉ុណ្ណោះនៅខណៈពេលនៅស្រាប់តែឃាតករក៏មកដល់និងក៏បានកំទេចទ្វារចោលទៅបន្ទាប់មកគាត់ក៏ចាប់ផ្ដើមស្រែកទៅកាន់អ្នកយាមឲ្យមកទប់ទល់បន្ទាប់ពីអ្នកយាមគ្រួសារចៅមកដល់ហើយអបិឃាតករម្នាក់គេប្រើប្រាស់នៅចំហាយកាដៀវរបស់គេវាយប្រហារទៅកាន់អ្នកទាំងពីរប៉ាងបាត់ទៅហើយបន្ទាប់ពីចាប់ការទៅកាន់ពីរអ្នកនៅពេលនេះសល់តែម្នាក់ទេហើយគេពិតជាមានការភ័យខ្លាចញ័រទៅតាត់តែម្ដងបន្ទាប់មកបេក្ខឃាតករម្នាក់គេក៏បានស្រែកថាចូលមកបើឬគេក៏បានប្រើប្រាស់នៅខ្វាយកាដៀវរបស់គេនឹងចាប់ការទៅកាន់អ្នកយាមចូលឡើងឆ្វាច់បន្ទាប់មកជាលទ្ធផលម្នាក់នឹងក៏ស្លាប់បាត់ទៅជាតារបស់ចៅហ្វាងពិតជាមានការភ្ញាក់ផ្អើលមែនទែនព្រោះតែអ្នកទាំងពីរនេះគឺស្ថិតនៅក្នុងកម្រិតស្ដេចទៅហើយនៅពេលនេះមនុស្សក្នុងគ្រួសារចៅគ្មានអាណាគេមិនគីឡូជាមួយពួកគេឡើយបន្ទាប់មកគាត់ក៏បាននិយាយថាគាត់គឺជាចៅចង់ហ្វាងគឺជាមេគ្រួសារចៅនៅទីក្រុងអ៊ីស៊ុយគាត់ពិតជាមិនដឹងថាតើអ្នកទាំងពីរមកទីនេះដើម្បីអ្វីទេគេក៏បានស្រែកថាតើចៅហ្វាងនៅណាទៅគាត់ក៏បានតបថាចៅហ្វាងមិននៅផ្ទះទេបើអ្នកទាំងពីរមិនកិច្ចការអ្វីចាំមកថ្ងៃក្រោយទៅគេក៏ស្រែកថាតើកញ្ចោះកុំចង់លាក់បាំងយើងឲ្យសោះដែលមិនដូច្នោះទេគ្រួសារចៅរបស់តាកញ្ចាស់ប្រកាសជាលាយក្រនតែចំហាយរបស់គេបញ្ចេញមកក៏បានធ្វើជាតារបស់ចៅហ្វាងមានការធ្លាក់ឈាមទៅហើយនិងក៏ព្យាយាមនិយាយថាពាក្យរបស់គាត់និយាយគឺជាការពិតចៅប្រុសរបស់គាត់ពិតជាមិននៅផ្ទះមែនឃាតករម្នាក់ក៏ប្រាប់ទៅកាន់គ្នារបស់គេថាគេបានប្រើនៅចំហាយវិញ្ញាណស្កេននៅទីនេះពិតជាមិនបានឃើញនៅចំហាយរបស់ចៅហ្វាងមែនតើនៅពេលនេះយើងគួរតែធ្វើអ្វីទៅគ្នារបស់គេក៏បានតបថានៅពេលនេះមានតែជាតារបស់ចៅហ្វាងតែប៉ុណ្ណោះបើសិនយើងចាប់តាកញ្ចាស់នេះដើម្បីបញ្ឆោតឲ្យចៅហ្វាងចេញមកប្រកាសជាបានផលគ្នារបស់គេក៏យកស្រោបបន្ទាប់មកក៏ប្រើប្រាស់នៅចំហាយដែលមើលទៅបីដូចជាចំហាយកញ្ញាមួយចឹងដើម្បីចាប់ទៅកាន់ជាតារបស់ចៅហ្វាងនៅកន្លែងពេលនេះสื่อសាននាងក៏បញ្ចេញជាមួយខែការពារទៅកាន់ជាតានិងប្រាប់ទៅកាន់គាត់គួរតែចាក់ចេញពីទីនេះទៅនៅពេលនោះខែការពាររបស់នាងក៏ត្រូវបានប្រេះបន្ទាប់ពីនេះឆ្នេរធាតុពិតនៃរាងកាយរបស់នាងក៏ត្រូវបានបែកធ្លាយពួកគេក៏ពិតជាភ្ញាក់ផ្អើលមែនទែនថានេះវាគឺជារាងកាយឋាននរកមែនទេពួកគេទាំងពីរពិតជាមិនសមានឋាននៅក្នុងទីក្រុងអ៊ីស៊ុយដ៏តូចមួយនេះដែលជាមានមនុស្សស្រីដែលមានរាងកាយឋាននរកដែលជាគោលដៅរបស់ពួកគេពងតែតាមស្វែងរកជាយូរណាស់មកហើយគេក៏ពិតជាត្រេកអរមែនទែនព្រោះតែព្រះបានជួយគេហើយជាមួយនឹងរាងកាយឋាននរកមួយនេះវាក៏បានធ្វើក្រុមឃាតកររបស់ពួកយើងកាន់តែមានការរីកចម្រើនបន្ទាប់មកពួកគេទាំងពីរក៏ចង់យកនាងទៅហើយកិច្ចការដែលតាមចាប់ចៅហ្វាងគឺទុកមកឡៃសិនបន្ទាប់មកពួកគេទាំងពីរក៏ចាប់ផ្ដើមនាំជួយសានចាក់ចែងទៅក៏បានសរទុកតែនិមិត្តសញ្ញារបស់ពួកគេតែប៉ុណ្ណោះជាតារបស់ចៅហ្វាងក៏បានសលឹងមើលទៅកាន់និមិត្តសញ្ញាហ្នឹងព្រមទាំងមានអារម្មណ៍ថាសោកស្ដាយជាមួយនឹងជួយសានមែនតែនព្រោះតែគាត់ចាស់ពេកគ្មានសមត្ថភាពបានត្រឹមតែឈរសម្លឹងសោកស្ដាយតែប៉ុណ្ណោះក៏ស្រង់ទៅជាមួយគ្នាអេពីសូតរបស់យើងដែលក៏ជាអេពីសូតទី17ក៏ស្លេះកន្លែងនឹងឯង